នេះគឺជាគម្រោងក្នុងការបញ្ជូនទឹកពីភាគខាងត្បូងទៅភាគខាងជើងនៃប្រទេសចិនហើយវាក៏ជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយនៅក្នុងពិភពលោកនេះគឺជាទិន្នន័យសំខាន់មួយចំនួនក្នុងនោះគេបានប្រើពេលវេលាសាងសង់ចំនួន12ឆ្នាំការចំណាយអាចលើសពី$70,000,000,000អាមេរិកពេលវេលាដែលគេរៀបចំផែនការនេះគឺលើសពី50ឆ្នាំមកហើយបរិមាណទឹកដែលបានផ្ទេរគឺអាចលើសពី$70,000,000,000ម៉ែត្រគីបឯណោះដែលគ្រប់គ្រាន់សម្រាប់មនុស្ស150,000,000នាក់ប្រើប្រាស់គេសាងសង់វាឡើងដើម្បីដោះស្រាយបញ្ហាដែលមិនមានទឹកស្អាតនៅភាគខាងជើងនៃប្រទេសចិនដែលជាតំបន់រាលហាលប៉ុន្តែមានប្រជាជនច្រើនដែលត្រូវបានបញ្ជូនទឹកពីភាគខាងត្បូងដែលជាតំបន់សម្បូរទៅដោយទឹកផ្លូវបញ្ជូនទឹកនេះគឺមានប្រវែងរាប់ពាន់គីឡូម៉ែត្រហើយទីក្រុងមួយចំនួននឹងទទួលបានផលប្រយោជន៍ពីផ្លូវមួយនេះក្នុងនោះមានទីក្រុងប៉េកាំងទទួលបាន73%នៃទឹកប្រើប្រាស់ទីក្រុងជីនទទួលបាន90%និងទីក្រុងធំៗផ្សេងទៀតជាង42ទីក្រុងក្នុងនោះគឺមាន82ស្រុកផលវិជ្ជមានគឺវាអាចដោះស្រាយវិបត្តិទឹកនៅក្នុងតំបន់ខាងជើងដែលវាអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ជាលើកដំបូងហើយអាចជួយស្រោចស្រពទៅលើដីធ្លីរាប់លានហិកតាដើម្បីបង្កើនផលិតកម្មអាហារវាក៏បានជួយស្ដារនៅប្រព័ន្ធអេកូឡូជីជាតំបន់ដែលធ្លាប់ស្ងួតហែងក្លាយជាតំបន់ដែលមានដីភក់ឡើងវិញក្នុងនោះក៏មានបញ្ហាប្រឈមផងដែរវាអាចប៉ះពាល់ទៅដល់បរិស្ថានក្នុងការបដូរទិសខ្សែទឹកធម្មជាតិអាចខូចដល់ប្រព័ន្ធអេកូឡូជីនៃទន្លេយ៉ាងស៊ីហើយការចំណាយខ្ពស់គឺតម្រូវឲ្យមានការថែទាំជាប្រចាំគម្រោងនេះគឺជាគម្រោងដ៏អស្ចារ្យមួយនៃការដោះស្រាយបញ្ហាអភិវឌ្ឍតាមវិស័យហេដ្ឋារចនាសម្ព័ន្ធវាមានអត្ថប្រយោជន៍ជាច្រើនហើយវាក៏អាចបង្កើនដល់ការពិចារណាអំពីជីវភាពបរិស្ថាននិងការចែករំលែកធនធានទឹកអន្តរជាតិផងដែរ